everyone សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងចាប់ផ្ដើមស្វែងយល់អំពីទាំង interface ដែលយើងបើកដំបូងនៃកម្មវិធី Excel អញ្ចឹងតោះយើងទៅបើកកម្មវិធី Excel ទាំងអស់គ្នាពេលដែលបើកកម្មវិធី Excel ដំបូងទាំង interface វាគឺចេញអញ្ចឹងទាំង interface របស់ Microsoft Excel ដូចជាម្ដុំនេះដែលគេហៅថា Quick Access Toolbar មានដូចជា Show Undo Redo Customize Quick Access Toolbar អូខេមានដូចជា File tab Home tab Insert tab Page Layout tab Formula tab Data tab Menu tab New tab and Head tab so អាទាំងអស់ហ្នឹងគេហៅថា tab bar កន្លែងនេះគេឲ្យឈ្មោះថា Active Cell នៅពេលដែលយើងឈរលើ cell ណាមួយនៅក្នុង worksheet របស់យើង workbook របស់យើងនេះនោះវានឹងបង្ហាញនៅឈ្មោះរបស់ cell តែមានដែលនិយមន័យរបស់ Active Cell កន្លែងនេះឲ្យថាជាកន្លែងសម្រាប់បង្ហាញវិស័យដ្ឋានរបស់ cell ផ្នែកបន្លោះនេះគេឲ្យឈ្មោះថា Formula Bar ហ្នឹងគឺជាកន្លែងសម្រាប់បង្ហាញប្រមុនឬតន្ន័យនៅក្នុង cell នីមួយៗមានន័យថាឧបមាថានៅក្នុង cell ហ្នឹងយើងវាយលេខ 4 នោះកន្លែង Formula Bar ក៏មានលេខ 4 ដែរបើយើងសរសេររូបមន្តនោះកន្លែងនេះក៏មានរូបមន្តដែរតើអ្វីទៅជា row គឺជាជួរដេកនៃ cell មានថាឧបមាថាចេះមកគេហៅថា row នេះជួរដេកតើអ្វីទៅគឺជា column គឺជាជួរឆនៃផ្ទាំងសៀវភៅស្លឹកកិច្ចការរបស់យើង cell គឺជាចំណុចប្រសពរវាង row និង column ដែលឲ្យឈ្មោះថា cell E4 workbook គឺជាសៀវភៅស្លឹកកិច្ចការយើងហ្នឹងទាំងមូលហ្នឹងវាគឺជាស្ទាប់ការងាររបស់កម្មវិធីនិពន្ធហើយវាគ្រប់គ្រងទៅលើស្លឹកកិច្ចការទាំងអស់អ្វីទៅជា worksheet គឺជាសៀវភៅកិច្ចការនៅក្រោម workbook ដែលគ្រប់គ្រងទៅលើ cell នីមួយៗនេះគេហៅថា worksheet ហើយជាសៀវភៅឬក៏ជាសញ្ញាកិច្ចការដែលនៅក្រោម workbook ហើយវាគ្រប់គ្រងទៅលើ cellចឹងថ្ងៃហ្នឹងការរៀនអំពីទាំង interface នៃកម្មវិធី Excel មានតែប៉ុណ្ណឹងបាទសូមអរគុណ